នៅក្នុងព្រះពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងរយៈពេល3ថ្ងៃគឺថ្ងៃទី13ទី14និងទី15ខែវិច្ឆិកាឆ្នាំ2006នេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានផ្ដល់នូវអំណោយឧបត្ថម្ភយ៉ាងច្រើនជូនដល់1ក្រុមអ្នកតូមស្គរមានចំនួន4នាក់ក្នុងម្នាក់ថវិកា50ម៉ឺនរៀលសរុប2លានរៀល2ក្រុមភ្លេងមហោរី17នាក់ក្នុងម្នាក់ថវិកា20ម៉ឺនរៀលសរុបថវិកា3លាន4សែនរៀល3ក្រុមភ្លេងពិណពាទ្យ15នាក់ក្នុងម្នាក់ថវិកាចំនួន20ម៉ឺនរៀលសរុប3លានរៀល4ក្រុមបាញ់កំជ្រួចថវិកា7លានរៀល5ក្រុមផ្សាយបន្តផ្ទាល់និងក្រុមបច្ចេកទេសរបស់ទូរទស្សន៍ជាតិកម្ពុជាថវិកា7លានរៀល6ក្រុមផ្សាយបន្តផ្ទាល់និងក្រុមបច្ចេកទេសរបស់វិទ្យុជាតិកម្ពុជាថវិកា7លានរៀល7ក្រុមអត្ថាធិប្បាយផ្ទាល់និងក្រុមបច្ចេកទេសការប្រណាំងទូកថវិកា7លានរៀល8ក្រុមបម្រើការរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិថវិកាចំនួន10លានរៀលសរុបថវិកាស្មើនឹង46លាន4សែនរៀលដោយសូមអញ្ជើញនៅតំណាងនៃអង្គភាពការងារនីមួយតំណាងនៃអង្គភាពក្រុមការងារនីមួយមកទទួលយកថវិកាពីខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលលោកប្រចាំការនៅកន្លែងផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជានៅក្នុងព្រះរាជពិធីបុណ្យអុំទូក3ថ្ងៃនេះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានឧបត្ថម្ភថវិកាជូនដល់ទូកងទាំងអស់ដែលបានចូលរួមប្រកួតនៅក្នុងពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងឆ្នាំ2016នេះដែលសរុបទាំងអស់មានចំនួន257ទូកដោយទូកនីមួយទទួលបានថវិកាចំនួន50ម៉ឺនរៀលសរុបថវិកាចំនួន128លាន5សែនរៀលថវិកាទាំងអស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតមានទឹកប្រាក់ចំនួន174លាន9សែនរៀលយើងខ្ញុំតំណាងឲ្យមន្ត្រីរាជការក៏ដូចជាចំណុះទូកកីឡាករកីឡាការិនីសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលបានជួយឧបត្ថម្ភគាំទ្រថវិកាដល់យើងខ្ញុំទាំងអស់គ្នាយើងខ្ញុំសូមប្រសិទ្ធពរជូនសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតសូមមានសុខភាពល្អប្រាជ្ញាឆ្លៀសវៃដើម្បីបំពេញភារកិច្ចដឹកនាំនាវាកម្ពុជាសម្រាប់បានការអភិវឌ្ឍនិងមានការរីកចម្រើនដ៏ត្រចះត្រចង់ទៅក្រុមឯងចូលទូទៅទីទៅចាំចូលអានោះក្នុងក្តីភាពសប្បាយរីករាយសម្រាប់ប្រជាជាតិទូទាំងព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសនៃព្រឹត្តិពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងលើយប្រទីបរយៈពេល3ថ្ងៃនេះគឺជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទឆ្ងាយដែលមានឱកាសក្នុងការអញ្ជើញទស្សនាផ្ទាល់នៅកីឡាប្រណាំងទូកនៅក្នុងឱកាសនេះផងដែរយើងខ្ញុំក៏សូមអនុញ្ញាតជំរាបជូនទូរទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់នៃកម្មវិធីពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាជ្រាបថានៅក្នុងកម្មវិធីរបស់យើងគឺសូមជំរាបជូនថាទូកដែលបានចូលរួមប្រកួតទាំងអស់គឺមានចំនួន257ទូកដូច្នេះគឺជាឱកាសមួយដ៏ប្រពៃសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទស្សនាផ្ទាល់នៅប្រອບមាត់ទន្លេមុខព្រះបរមរាជវាំងក្នុងការចូលរួមអបអរសាទរនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនីដែលបានចំណាយពេលវេលាចាកឆ្ងាយពីភូមិឋានហើយបានមកបង្ហាញនៅស្នាដៃរបស់ខ្លួននៅក្នុងឱកាសនៃព្រឹត្តិពិធីបុណ្យអុំទូកនៅក្នុងកម្មវិធីដ៏ប្រកាសនេះផងដែរ
សិកជនដែលកំពុងតាមដានទស្សនានៅកម្មវិធីផ្សាយពិសេសផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹត្តិពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកនៅក្នុងឆ្នាំ2016នេះជាទីគោរពនិងជាទីមេត្រីនៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះព្រះរាជាណាចក្រកម្ពុជាយើងបានរៀបចំនៅព្រឹត្តិពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកយ៉ាងមហោរីកអធិកអធមបំផុតនៅប្រពដងទន្លេសាបទន្លេបំមុខមុខព្រះបរមរាជវាំងដែលមានក្រុមកីឡាករកីឡាការិនីមកបណ្ដាពីបណ្ដាខេត្តក្រុងទាំង25មកចូលរួមយ៉ាងច្រើនកុះករហើយនៅក្នុងឱកាសនេះដែរបងប្អូនប្រជាពលរដ្ឋមកពីបណ្ដាខេត្តក្រុងទាំង25ក៏បានអញ្ជើញមកបណ្ដាដើម្បីចូលរួមអបអរសាទរក៏ដូចជាចូលរួមទស្សនានៅការប្រណាំងទូកដ៏វិសេសវិសាលនៅក្នុងឆ្នាំ2016នេះបានលោកសំណាងអ្វីដែលសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងឱកាសនេះគឺសម្រាប់អ្នកដែលនៅក្រុងភ្នំពេញភាគច្រើនថ្ងៃឈប់សម្រាកយ៉ាងដូច្នេះគឺគាត់តែមានឱកាសច្រើនក្នុងការអញ្ជើញទៅតាមរមណីយដ្ឋាននាទូទាំងព្រះរាជាណាចក្រកម្ពុជាដល់ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក៏គាត់មានឱកាសដែរមានន័យថាសម្រាប់ពិធីបុណ្យអុំទូកនេះគឺជាការបង្ហាញសមត្ថភាពរបស់កីឡាករកីឡាការិនីជាពិសេសនោះគឺទូកដែលស្ថិតនៅក្នុងភូមិឋានរបស់គាត់តែម្ដងគាត់នឹងមកលើកទឹកចិត្តក៏ដូចជាទស្សនាផ្ទាល់តែម្ដងអ្វីដែលសំខាន់នៅតាមដងផ្លូវមានន័យថាការដែលចាក់ចេញពីក្រុងភ្នំពេញហើយអញ្ជើញមកពីតាមបណ្ដាខេត្តមកក្រុងភ្នំពេញវិញគឺតែងតែធ្វើប្រទះគ្នាដូច្នេះសូមបង្ហាញនៅចំណាប់អារម្មណ៍មួយចំនួនទាក់ទងនឹងបញ្ហានេះចំពោះបងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្ននៃការធ្វើដំណើរតែម្ដងមានន័យថាត្រូវគោរពច្បាប់ចរាចរណ៍ត្រូវគោរពជីវិតខ្លួនឯងដូច្នេះយើងមិនចង់ឲ្យឱកាសនៃភាពសប្បាយរីករាយរបស់យើងคล้ายទៅជាទុកនោះទេចំពោះសាលារដ្ឋាភិបាលភ្នំពេញក៏ផ្ដល់ឱកាសនិងផ្ដល់ភាពងាយស្រួលដល់បងប្អូនដែលជាកីឡាករកីឡាការិនីផងដែរមានន័យថាលោកបានរៀបចំកន្លែងស្នាក់នៅរួមជាមួយនឹងបន្ទប់ទឹកបង្គន់អនាម័យរួមជាមួយនឹងបណ្ដាញភ្លើងគ្រប់គ្រាន់ក្នុងការផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យគាត់នឹងដើរពីវិបកាលជាប្រការមួយធ្វើឲ្យមានបញ្ហាដូចជាបន្ទូបងវាប៉ះពាល់ដល់បញ្ហាបរិស្ថានផងដែរ